កញ្ចាញ់ជែកមួយកក្បាលបានលោតចូលទៅក្នុងឆ្នាំងទឹកត្រជាក់មួយដែលគេទើបនឹងដាំវាបានលាដៃលាជើងទាំង4របស់វាដោយមានអារម្មណ៍ថាស្រួលខ្លួនហើយក៏សោយសុកនៅទឹកដែលថ្លាឆ្វេងហើយអណ្ដាតភ្លើងដែលកំពុងឆេះនៅក្នុងចង្ក្រានកំពុងតែដុតកម្ដៅគូឆ្នាំងហើយទឹកក្នុងឆ្នាំងក៏ចាប់ផ្ដើមមានកម្ដៅខ្លះៗកញ្ចាញ់ជែកវាក៏មានអារម្មណ៍ដូច្នោះដែរតែវាក៏មិនព្រមលោតចេញមកព្រោះវាកំពុងតែមានអារម្មណ៍ស្រួលខ្លួននៅទឹកក្ដៅអ៊ុនៗបែបនេះទើបវាមិនចង់កម្រើកទៅណាប៉ុន្តែនៅពេលដែលស្បែករបស់វាចាប់ផ្ដើមមានអារម្មណ៍ឈឺចាប់វាក៏ប្រឹងដៃជើងដើម្បីនឹងលោតចេញមកប៉ុន្តែដោយសារសីតុណ្ហភាពខ្ពស់បានធ្វើឲ្យសាច់ដុំរបស់វារលាករួចបាត់ទៅហើយដូច្នេះហើយវាកម្រើកខ្លួនបានតែ2-3ដងប៉ុណ្ណោះរាងកាយរបស់វាក៏បានញ័រប្រកាច់និងសម្លឹងមើលខ្លួនឯងទាំងអស់សង្ឃឹមមុនពេលដែលត្រូវបានចម្អិននេះគឺជាភាពសាហាវឃោរឃៅមួយដែលកញ្ចាញ់ជែកត្រូវបានស្ងោរខ្លួនឯងដោយយឺតការពិតនៅពេលដែលកម្ដៅទើបតែចាប់ផ្ដើមឡើងវាមានឱកាសរាប់មិនអស់ដែលអាចលោតចេញមកបានក៏ប៉ុន្តែវានៅតែយកជំរើសចាំបន្តិចទៀតសិនរហូតតែការចាំបន្តិចទៀតរបស់វាចាំរហូតដល់បាត់បង់ជីវិតនៅក្នុងជីវភាពរស់នៅក៏មានមនុស្សជាច្រើនចូលចិត្តធ្វើដូច្នេះដែររាល់ថ្ងៃកំពុងតែរអ៊ឺរទាំពីជីវភាពបច្ចុប្បន្នតែនៅថ្ងៃបន្ទាប់គេក៏រៀបចំខ្លួនទៅធ្វើរឿងដដែលដូចពីម្សិលមិញអ្នកកំពុងតែគិតថាស៊ូទ្រាំតស៊ូដើម្បីជីវភាពតែការពិតអ្នកកំពុងតែចោះចាញ់និងធ្វើឲ្យភាពមានអ្នករបស់អ្នកវារលួយបន្តិចម្ដងវិធីដែលអាចបំផ្លាញមនុស្សម្នាក់ឲ្យលឿនបំផុតគឺមិនមែនឲ្យគេធ្វើការងារធ្ងន់ឬស្ដីបន្ទោសឲ្យខ្លាំងនោះទេតែវាគឺជាការដែលឲ្យគេទំនេរឲ្យគេសម្រាប់ឲ្យស្រួលខ្លួនឲ្យគេទម្លាប់រស់នៅក្នុងភាពស្រណុកសុខស្រួលនៅពេលដែលទឹកក្នុងឆ្នាំងពុះហើយនោះអ្វីក៏ត្រូវបានឆ្អិនអស់ហើយដែរបើទោះបីជានៅពេលនោះគិតថាខ្លួនឯងមានជើងអាចលោតចេញមកបានក៏យឺតពេលហើយដែរអ្នកត្រូវចាំថាភាពលំបាកក៏ព្រោះតែយើងកំពុងតែឡើងទៅរកទីដែលខ្ពស់ហើយកន្លែងដែលអ្នកមានអារម្មណ៍ថាស្រួលខ្លួននោះហើយគឺជាផ្លូវដែលរងចាំសេចក្តីស្លាប់